ការធ្វើរោគវិនិច្ឆ័យជំងឺផ្លូវចិត្តមិនពឹងលើការធ្វើតេស្តឈាមឬក៏ថតស្កេនខួរក្បាលដូចជាជំងឺរាងកាយភាគច្រើនទេវេជ្ជបណ្ឌិតនិងអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តនឹងពឹងផ្អែកចម្បងលើការសម្ភាសន៍ជាមួយអ្នកជំងឺនិងសមាជិកគ្រួសារអ្នកជំងឺឲ្យគាត់រៀបរាប់អំពីរោគសញ្ញាសំខាន់ៗមកស្គាល់អំពីបណ្ដុំរោគសញ្ញា5របស់ជំងឺផ្លូវចិត្តទី1រោគសញ្ញាលើរាងកាយយើងខ្លះគាត់អាសាឈឺក្បាលឈឺសាច់ដុំឈឺខ្លួនអស់កម្លាំងគេងមិនលក់ឬក៏គេងច្រើនពេកបាត់បង់ចំណង់អាហារឬក៏ញ៉ាំច្រើនពេកវិញហើយគាត់ចូលទៅជួបគ្រូពេទ្យទូទៅឲ្យថតឆ្លុះស្កេនតែរកអត់ឃើញមានអីទេបាទពេលគ្រូពេទ្យថាអត់មានអីហ្នឹងគាត់ខឹងគ្រូពេទ្យទៀតថាគាត់ឈឺសឹងអីតែគាត់ថាគាត់អត់មានឈឺអីទី2បណ្ដុំរោគសញ្ញាលើអារម្មណ៍របស់គាត់គឺមានការប្រែប្រួលអារម្មណ៍សោកសៅភ័យខ្លាចថប់អារម្មណ៍ឆាប់ខឹងបាត់អារម្មណ៍លែងសប្បាយដូចមុនហើយបាទហើយបើអារម្មណ៍នេះអូសបន្លាយយូរលើសពី2សប្តាហ៍ឲ្យប៉ះពាល់ទៅដល់ការធ្វើការងារការរៀនសូត្រអីប្រយ័ត្នបាទទី3តកតងទៅនឹងការគិតគាត់ប៉ះលើការគិតនិងការចងចាំគិតថាខ្លួនឯងគ្មានតម្លៃគិតថាចង់សម្លាប់ខ្លួនគិតថាខ្ញុំសង្ស័យជ្រុលវិញគិតថាគេចង់ធ្វើបាបខ្លួនឯងពិបាកផ្ដោតអារម្មណ៍ភ្លេចភ្លាំងគិតអីមិនសូវច្បាស់ទី4តកតងទៅនឹងអាកប្បកិរិយាគាត់ឯកាកញ្ចង់ជួបអ្នកដទៃឆាប់ខឹងឬក៏ពេលខ្លះអាចម៉ងម៉ាំងប្រើហិង្សាគាត់បែរជាទៅផឹកស្រាប្រើប្រាស់គ្រឿងញៀនប៉ុនប៉ងធ្វើអត្តឃាតឬក៏ឈប់ទៅរៀនឈប់ទៅធ្វើការតែម្ដងរោគសញ្ញាទី5គឺការទទួលញៀនខុសនេះគឺជារោគសញ្ញាធ្ងន់ធ្ងររបស់ផ្លូវចិត្តមានដូចជាគាត់ចេះឮសលេងគេនិយាយប៉ុន្តែអ្នកជុំវិញស្ដាប់អត់ឮគាត់ចេះឃើញអីប្លែកតែអ្នកដទៃមើលមិនឃើញទេហ្នឹងហើយអញ្ចឹងសរុបមកវិញបើសិនបើរោគសញ្ញាមួយហ្នឹងអូសបន្លាយពេលយូរបាទអាចលើសពី2សប្តាហ៍ឬក៏មួយខែហើយប៉ះពាល់ទៅដល់ការរស់នៅប្រចាំថ្ងៃរបស់បុគ្គលម្នាក់ហ្នឹងបាទសូមនាំគាត់មកជួបជាមួយនឹងគ្រូពេទ្យជំនាញបាទដើម្បីធ្វើការរកវិនិច្ឆ័យឲ្យទាន់ពេលឆាប់បានព្យាបាល